บองปอนมือnày bà chỉ vượt bong ôn kết tha bong ôn cát mò cam bong ôn kết tha bong ôn lầm bá bong ôn mà mơ không nên sấy mà nè đi vinh bà chỉ ngư 100 cái thôn ngô cần lấy nặng nư bẹp đi bong ôn mưa này bà kia với tần nia giang na mặc môi sấy đa một vinh mà bong ôn khơi nhót cho cà tê trơn chân bà lọc nôm thử ban việc việc vô trình cắt vô trình bà hãy thử tập pe tiết đây bong ôn mưa lấy nặng nư này nè đã lần lơ mơ lại sạn nơi này bà rong ăn tập tực phliêng phong đau phong ấy phong bong ôn mới đi bương này bà đó là lại sạn nơi đi bong ôn kia cam kia cam mong về tận nia thôi với bà phong mà đai cò bà lại bong ôn này cái thang lầm bạc luôn anh về tận nia mà mơ chỉ vật khmui mình bà ai quạt phiệp chi mà đai mình trong ai cô lầm bạc cái con mình trong ai chỉ vật luôn anh lầm bạc đấy ta phơi mấy bà chỉ vật bị đau đau toแบบนี้ฮะbà ban lôi máuคือmơ chỉ ngư cồn bà chấm miếp xua bong bà chấm miếp xua môi chư vitamin vitamin khang hả pe khangยังชื่อยังไอ้ถอมบ้านนี่คุยถอมบ้านมันตาชื่อจกจับน้องครูนมั้งไปเฮาชื่อมั้งปรังโนมปรังไอ้ได้วิชื่อเนาะนมจังมาสตาร์ดโกคับนึงอ๋อกูยังโคตรสลอกโนมอ่ะจ้าอะไรมีได้เยอะในการอมปูมินี่กวาดช่วยอ่ะสมัยอมปูมิตั้งช่วยเป็นตีอมปากกามวยอมจังแม่ตีชีโดยแก่ได้ปนังอ่ะจ้าอมจังเมียนเชิงดาวโดยแก่จังเมียนเชิงดาวบานโดยเกได้จ้าអូនឈ្មោះទូចរ៉ូសាគាត់អាយុ8ឆ្នាំហើយអូនចឹងចាហើយគាត់ពីការហ្នឹងតាំងពីកំណើតពីមុនជើងគាត់បត់នៅមាត់ណាតែអាហ្នឹងពេទ្យគាត់មើលគាត់អបគាត់បានដល់ប៉ុណ្ណឹងបានដើរបានតែពិតមុនគាត់ដើរបានទេអត់អីតែពេទ្យគាត់ជួយបានប៉ុណ្ណឹងអូមករៀមជើងចឹងណោះចានៅត្រង់ភ្លឹងចឹងហ្មងបងណាចាអីយកទៅពេទ្យរហូតមើលគាត់រហូតហើយទោះបីរាល់ថ្ងៃអ៊ីអត់បានយកទៅពេទ្យក៏នៅថ្នាំប្រចាំផ្ទះហ្នឹងរាល់ថ្ងៃមានថ្នាំលេបថ្នាំលេបចាឡាជំងឺធ្ងន់ធ្ងររបស់គាត់ជំងឺអីគេវិញគាត់កាត់ផ្លោកនោមហើយឥឡូវហ្នឹងគាត់ចាប់ផ្ដើមអាលួយអូនអាលួយអស់លីងមួយកណាត់ហើយឥឡូវអ៊ីចង់យកគាត់ទៅវះទៀតវះដាក់ឆ្អឹងជនីម្ដងមានលុយទេអ៊ីអត់មានលុយទេអូនដោយសារអត់លុយហ្នឹងបានអ៊ីសុកចិត្តលើកដៃជពះសុំបងប្អូនជួយម្នាក់បន្តិចអ្នកតិចទៅបានជួយយកគាត់ទៅវះបងប្អូននេះគឺបាទលោកអាយុហេណាលៀងម្ដាមកំសួរបាទហើយម្ដាមកំអេងគាត់ឆ្លងទលេបាទគាត់អត់បានមកទេបាទហើយវីដេអូនេះខ្ញុំសុំសួរលោកអាយុតិចលោកអាយុបានឃើញវីដេអូបានស្គាល់ពីភាពលំបាករបស់ក្មួយស្រីតាមរយៈណាបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបានឃើញเพจបងលឹមសុភ័ក្របាទเพจបងលឹមសុភ័ក្រគាត់បានផ្សាយពីក្មួយស្រីដល់ពេលមើលដល់ចប់ទៅក៏មានអារម្មណ៍ថានៅតែសូមែនទែនហើយក៏បានចេញជាវីដេអូដែរថាយើងនឹងមកថ្ងៃហ្នឹងដើម្បីជួយក្មួយស្រីហើយក៏សង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតឬក៏អ្នកស្គាល់ហើយយើងក៏នឹងចូលរួមជួយអញ្ចឹងណាបាទតែក៏អត់ប្រហែលជាសេដ្ឋកិច្ចលើពិបាកក៏អត់មានឃើញអ្នកណាចូលរួមជួយក៏អត់បញ្ហាដែរយើងនៅតែបន្តបេសកកម្មយើងក្នុងការបន្តជួយដល់អ្នកខ្វះខាតឬទូតកុដជនជាពិសេសក្មួយស្រីនេះមិនមែនខ្វះខាតធម្មតាទេខ្វះខាតហើយជាខ្លួនឈឺហើយឈឺច្រើនមុខទៀតហើយដល់ពេលមើលវីដេអូក្មួយហ្នឹងហើយយើងគិតថាពីអារម្មណ៍វិញសឹងថាទុកអារម្មណ៍អត់ចង់ជាប់អញ្ចឹងណាអញ្ចឹងមកថាដាច់ខាតគឺត្រូវតែចុះមកជួយក្មួយតែម្ដងទីក្តីច្រើនក្តីហើយក៏សង្ឃឹមថាបងប្អូនសប្បុរសជនផ្សេងទៀតឬក៏ម្ចាស់ប្រេមផ្សេងទៀតអាចងាកមកជួយក្មួយស្រីផងព្រោះថ្ងៃស្អែកនេះក្មួយទាំងចូលទៅវះកាត់អញ្ចឹងនៅពេលក្មួយតកាចូលវះកាត់អញ្ចឹងគឺគាត់ជាតកាចំណាយច្រើនបាទសរងកំតិចមាសបាទ 24K របស់ brand TGN បងប្អូនអរនេះសរុបនេះគឺល្អមែនតើបងប្អូនណាពេលលៀបហើយតែមុខរបស់បងប្អូនតាំងណែនក្មេងជាងវ័យប្រជិតរុនរោបជាបាស្នាមមុនស្នាមអាចរុយធ្វើឲ្យមុខយើងក្មេងជាងវ័យបងប្អូនណាតែលៀបសរងដើម្បីផ្ដល់សំណើមដល់ស្បែកមុខរបស់បងប្អូនទាំងអស់គ្នាណាយ៉ាល្អណាស់តែការវះកាត់នេះមិនមែនមានន័យថាវាឲ្យក្មួយស្រីជាទាំងស្រុងទេបាទគាត់វះកាត់ឲ្យឆ្អឹងជំនីគាត់ដាក់ផ្លោកនោមសម្បត្តិនិមិត្តកុំឲ្យពិបាកហូរហៀទឹកនោមហើយនេះក៏ឡមកចឹងទៅតែចំពោះជើងក្មួយក៏ត្រូវការនៅអញនឹងការព្យាបាលផ្សេងភ្នែកក្មួយឥឡូវស្វាងខ្លាំងទៅបាទតាមរយៈម្ដាយគាត់មិញថាអត់អាចជាបានទេមានតែវិវត្តទៅមុខពីស្វាងទៅជាអាចនឹងមើលដូចឃើញអញ្ចឹងគាត់ត្រូវការវ៉ែនតាសម្រាប់ជំនួយភ្នែកគាត់ពីពេលនេះតទៅទៀតអញ្ចឹងបើយើងនិយាយទៅខ្វះខាតហើយឈឺច្រើនមុខហើយសូម្បីតែកន្លែងជ្រកកោនបងប្អូនឃើញស្រាប់គឺអូ my god ចង់និយាយថាពិបាកមែនទែនអញ្ចឹងក៏ប្រាំផ្ញើដល់
បងប្អូនទាំងអស់គ្នាជាពិសេសយុវជនយើងដែលអាសាទៅលុតទឹកសម្រាប់ខ្លួនឬក៏តែងតែគិតថាខ្លួនឯងពិបាកគិតថាខ្លួនឯងនឹងជួបបញ្ហានេះបញ្ហានោះចេះតែអស់សង្ឃឹមចិត្តបាក់ទឹកចិត្តកលេចមើលដល់គ្រួសារគាត់ផងហើយកន្លងមកគ្រួសារច្រើនណាស់ដែលជាប្រភេទទូរគតជនដែលយើងតែជួយកន្លងមកមិនថាអូនមួយដែលគាត់មានទឹកដក់ខួរក្បាលយើងជួយកាលពីប្រហែលថ្ងៃមុនបាទអូនគ្មានខាងពិការអីបាទនឹងជាច្រើនទៀតដែលយើងតែជួយកន្លងមកគឺនិយាយរួមទៅគឺគេពិបាកច្រើនណាស់តែគេនៅចង់រស់ដូចក្មួយស្រីខ្ញុំសរសើរចង់រៀនបាទបើទោះបីជាគាត់ឈឺច្រើនគាត់មានបញ្ហាច្រើនតែគាត់ចង់រៀនហើយឬសូត្រថារៀនប្រកែទៀតរៀនបាន13ខែប៉ុន្តែចេះសូត្រមេលេខចេះអីចេះសូត្រកខកបើគាត់ល្អបើនិយាយរួមទៅតែក្មេងៗមួយចំនួនអត់មានលទ្ធភាពរៀនថាអត់សូវប្រឹងរៀនអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងយកគាត់នេះគឺជាគំរូក្នុងជីវិតមួយដើម្បីតស៊ូប្រឹងប្រែងឡើងសំណាងកាត់ចេញមកពីពាក្យថាកសាងមិនមែនធ្លាក់មកពីលើមេឃទេទោះបីយើងជោគជ័យឬក៏បានអីមួយដែលសារអ្នកអតីតផ្ដល់ឲ្យក៏វាគឺជាជោគជ័យคล้ายៗដែរវាមិនមែនជាអីដែលពិតប្រាកដដែលសារនៅពេលដែលអត់គេផ្ដល់ឲ្យគឺយើងប្រកាសជាមិនអាចមានលទ្ធភាពខ្លួនឯងបាននោះទេ បងស្រីយើងមានជាមួយនឹងគ្រឿងឧបភោគបរិភោគក៏ដូចជាមានជាថវិកាជូនទៅកាន់បងបន្ថែមដើម្បីមើលថែអូននឹងថ្ងៃស្អែកទៅពេទ្យអញ្ចឹងណាបង ខ្ញុំជាម្ដាយរបស់អូនខ្ញុំសូមជូនពរឲ្យលោកគ្រូនិងលោកកនិយុនិងបងអូនស្រីបងប្អូនទាំងអស់ទទួលសុខភាពល្អរស់ស៊ីមានបានទទួលសូមទេវតាជួយថែសារបងប្អូនឲ្យរស់ស៊ីមានបានខ្ញុំភើបនិយាយអត់ចង់ចេញ មានអរគុណពូមិញឯងមានអរគុណពូមិញក្មួយ អរគុណ បាន ពូវិញ បងប្អូនមកជួយកូនជូនពរឲ្យបងប្អូនមានសុខភាពល្អកុំឲ្យមានជំងឺមកបៀតបៀនថែសារអូនទាំងអស់គ្នាធ្វើម៉េចអីខំតស៊ូមើលគាត់តាំងពីកើតរហូតដល់ពេលនេះដល់បានបងប្អូនមកតាមជួយអីសប្បាយចិត្តណាស់អីអរណាស់ហងៃឲ្យតែបានកូនជាហើយនឹងកូនរៀនអីចង់បានឲ្យតែគាត់រៀនទេរាល់ថ្ងៃនោះបានសុំសាលាណាទទួលគាត់រៀនខ្ញុំបានបងប្អូនចឹងគេណាជួយបានឲ្យគាត់ទៅរៀនខ្ញុំអត់ភ្លេចកូនគាត់ទេរាល់ថ្ងៃខ្ញុំចង់បានឲ្យគាត់ទៅរៀន បើនិយាយពីអារម្មណ៍គឺក្តុកក្តួលតាំងពីឃើញវីដេអូហើយនៅពេលដែលមកដល់ផ្ទាល់ទៀតគឺកាន់តែក្តុកក្តួលបន្ថែមទៀតព្រោះឃើញសភាពគាត់នៅនឹងមុខអញ្ចឹងណាហើយមានតែលើកទឹកចិត្តទៅដល់បងស្រីខិតខំប្រឹងប្រែងមើលកូនហើយឃើញថាក្មួយស្រីគឺរឿងឆ្លាតមែនតើព្រោះថាគ្នាឈឺហើយនឹងកើតមកបែបហ្នឹងអញ្ចឹងណាឃើញថាចង់ទៅរៀនចង់អីចង់មានជើងមានអីពេលដែលលឺសំដីហ្នឹងហើយគឺអួលចាតែធ្វើម៉េចគាត់ឈឺអញ្ចឹងក៏មានតែសុំឲ្យបងប្អូនទាំងអស់គ្នាផ្សេងទៀតដែលគាត់មានលទ្ធភាពមានថវិកាហើយអាចចូលរួមចំណែកនៅក្នុងការជួយក្មួយស្រីបន្ថែមទៀតដើម្បីឲ្យម្ដាយគាត់មានលទ្ធភាពនៅក្នុងការមើលថែអូនបន្ថែមអញ្ចឹងណាខ្ញុំមានតែប៉ុណ្្នឹង សូមឲ្យបងប្អូនផលរបស់ TGN ឲ្យគាត់ជួយលក់ច្រើនគ្រប់គ្រងគាត់ហើយឲ្យគាត់រស់ស៊ីហើយលក់ដាច់ហើយគាត់គ្រប់គ្រងគាត់ផង ចឹងក្មួយឃើញក្រុមហ៊ុន TGN ហ្នឹងចោះជួយបងប្អូនក្រីក្រច្រើនអ្នកណោះ ចា ចឹងដល់ពេលក្មួយឃើញចឹងក្មួយចង់ឲ្យបងប្អូនចឹងគ្រប់គ្រងផលិតផល TGN ព្រោះនៅពេលដែលគ្រប់គ្រងផលិតផល TGN ទៅដូចប្រៀបដូចរួមចំណែកជួយដល់អ្នកក្រីក្រជាពិសេសជួយដល់អូនដែរ ចា ចឹងបងប្អូនបានឃើញហើយនេះបន្ទាប់ពីលោកកយុបាទដូចជាម្ដាមគាត់បានចោះជួយដល់បាទប្អូនស្រីក្មួយស្រីដែលគាត់លំបាកវេទនាខ្វិនជើងផងបាទកាត់ផ្លោកនោមចោលផងហ្នឹងគឺពិបាកខ្លាំងមែនតើឥឡូវបន្ទាប់ពីលោកកយុឬម្ដាមកំសួរគាត់បានចោះមកជួយហើយគាត់ក៏បានឃើញពីទស្សនវិជ្ជាលំបាកគឺគាត់ពិបាកក្នុងការទទួលយកហើយពួកគាត់ក៏បានសុំឲ្យបងប្អូនយើងជួយក្មេងនេះដើម្បីឲ្យគាត់មានថវិកាមានអីវះកាត់ដាក់ផ្លោកនោមបនិមិត្តឬក៏គាត់មានធនធានក្នុងការចិញ្ចឹមជីវិតបន្តទៅមុខទៀតផងដែរអញ្ចឹងបងប្អូនគ្រប់គ្រងនៅផលិតផល TGN បងប្អូនទទួលបានទាំងគុណភាពបានទាំងសម្រស់បានទាំងការជួយសង្គមជួយបងប្អូនក្រីក្រទៀតបាទអរគុណច្រើន មុននឹងចេញទៅក្រៅមុខតើគ្នាគួរតែមានអ្វីដែលលាបនៅលើស្បែកមុខដើម្បីការពារពីពន្លឺថ្ងៃឬក៏ពន្លឺព្រះអាទិត្យនេះគឺជាលេលាបមុខពេលថ្ងៃរបស់ brand TGN ហើយលេលាបមុខនេះគឺល្អហួសប្រើជាប្រចាំហ្មងណាបងមិនថាមុនទៅក្រៅមុនទៅថតអីទេ5ថ្ងៃអីចឹងគឺល្អហួសគឺត្រូវតែលាបតែម្ដងណាបងនិយាយទៅអាចព្យាបាលស្បែកមុខដូចជាលេបពេលយប់ដែរណាបងលាបពេលយប់ក៏បានលាបពេលថ្ងៃក៏បានអ្វីដែលពិសេសអាចការពារកម្ដៅថ្ងៃបានដល់ទៅ60បូកអាចធ្វើជាម្សៅទ្រនាប់មុន make up បានទៀតផងបន្ទាប់ពីលាបជាមួយនឹងលេបពេលថ្ងៃ TGN មកគឺល្អហួសចាប់ផ្ដើមលាបជា
ជាមួយនឹង BB cream របស់ TGN ម្ដងមានតែពីរមុខនេះល្អហូរទៅដល់ណាក៏ទៅដែរបងនិយាយពី BB cream TGN គេទៅមានអត្ថប្រយោជន៍ពិសេសខ្លាំងមែនតើដូចជាមានឯកទេសជួយបិទបាំងស្នាមនៅលើផ្ទៃមុខធន់នឹងទឹកបានល្អមែនតើហើយក៏ជួយការពារស្បែកមុខមិនឲ្យឡើងមុនមិនឲ្យឡើងរោលទប់ស្កាត់ការឡើងខ្លាញ់នៅលើស្បែកមុខជួយការពារកម្ដៅថ្ងៃរហូតដល់ទៅ50បូកអូយនិយាយទៅសំខាន់អ្វីដែលល្អហូរស្រឡាញ់បំផុតហ្នឹងគឺមិនកកមិនសប្រុសមិនប្រតាក់មិនស្អិតនៅលើស្បែកមុខឯលាបទៅក៏លោមែនប៉ុន្តែគឺมันមានអារម្មណ៍ថាហប់នៅលើផ្ទៃមុខក៏ដូចជាវាស្អិតនៅលើមុខណាល្អហូរគឺអត់ចូលចិត្តទេអ្វីដែលលាបទៅស្អិតនៅលើមុខគឺល្អហូរចេះប្រើហ្មងប៉ុន្តែនេះលាបភ្លាមគឺចូលភ្លាមនៅលើស្បែកមុខតែម្ដងណាធ្វើឲ្យស្បែកមុខទន់រលោងប្រើជាប្រចាំថ្ងៃមិនធ្វើឲ្យស៊ីស្បែកមុខឬក៏ជ្រុញស្បែកមុខអីអញ្ចឹងដូចល្អហូរប្រាប់បងតើគ្នាអញ្ចឹងកុំភ្លេចថែរក្សាស្បែកមុខផងដោយសារឥឡូវហ្នឹងគឺមេក្តៅមែនតើបើសិនជាយើងអត់មានលាបអ្វីការពារទេគឺដងតើស្បែកមុខយើងឡើងមុនឡើងជាប់តែម្ដងណាអូខេបងតើគ្នាកុំភ្លេចថែរក្សាមុខដើម្បីឲ្យបានស្អាតទាំងអស់គ្នាណ